很急 OK 这样就到ประโยคយើងបន្តទៀត我们刷简语我们刷简语ពួកយើងនិយាយភាសាខ្មែរស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ channel រៀនភាសាចិនជាមួយនឹងខ្ញុំជាបន្តទៀតជីជាចាជីជាយើងបកថារដូវកាលចាជីជាជីសំឡេងទី4ជាសំឡេងទី2ជាជីជារដូវកាលចាំពាក្យបន្ទាប់ទៀត雨季ចាយើងបកថារដូវវស្សាហើយពាក្យបន្ទាប់ទៀតហាន់ជីយើងបកថារដូវប្រាំងហាន់សំឡេងទី4គឺអានហាន់ជីរដូវប្រាំងចឹងប្រទេសកម្ពុជាយើងមាន2រដូវកាលទី1រដូវប្រាំងទី2រដូវវស្សាចាហើយចូលពាក្យបន្ទាប់ទៀត简语ចា简语យើងមកថាភាសាខ្មែរ简语បកថាភាសាខ្មែរជាសំឡេងទី3简អ៊ីសំឡេងទី3语យើងបកថាភាសាខ្មែរ简语ភាសាខ្មែរចូលដល់ពាក្យបន្ទាប់ទៀត热情ចា热情ចា热情បកថារស់រវើយ热情រស់រវើយ首都李天莲柬埔寨有2个季节雨季和旱季对柬埔寨有2个季节雨季和旱季柬埔寨有2个季节雨季和旱季柬埔寨有2个季节雨季和旱季ចាយើងបកថាមិនបងប្អូនទាំងគ្នាពាក្យទាំងអស់នេះគឺថាបងប្អូននឹងចេះហើយឥឡូវយើងបកមកពាក្យ柬埔寨យើងបកថាប្រទេសកម្ពុជាយោមាន2个ចា2个ចំនួន2季节ចារៀនខាងដើមវីដេអូគឺបកថារដូវកាលចារដូវកាល雨季រដូវវស្សាហបកថានឹងហាន់ជីរដូវប្រាំងអញ្ចឹងយើងបកប្រយោគទាំងមូលនឹងប្រទេសកម្ពុជាមាន2រដូវកាលឬក៏មានរដូវកាល2ចា2ថែមរកឲ្យនឹងខ្ញុំផងរដូវប្រាំងនិងរដូវវស្សាចាប្រទេសកម្ពុជាមាន2រដូវកាលមានរដូវវស្សានិងរដូវប្រាំង柬埔寨有2个季节雨季和旱季អូខេចឹងចូលដល់ប្រយោគយើងបន្តទៀត我们说简语ចា我们说简语我们说简语ពួកយើងនិយាយភាសាខ្មែរចាពួកយើងនិយាយភាសាខ្មែរអូខេចឹងយើងចូលដល់ប្រយោគយើងបន្តទៀត你看你看他真是很热情对你看他真是很热情对你看他真是很热情 OK 你看ចា你មកថាអ្នក看យកមកថាមើលចាថានេះយើងសំដៅដល់មនុស្សស្រីគាត់ចាគាត់ណាដែលជាគាត់មនុស្សស្រីណា真是មកថាពិតជាចា真是ពិតជា很មកថាណា热情ចា热情មកថា
រស់រាយចាចឹងប្រយោគទាំងមូលនេះយើងបកថាម៉េចបងប្អូនទាំងគ្នា你看他真是很热情អូខេយើងបកថាអ្នកមើលនាងពិតជារស់រាយណាស់ចាដើម្បីដែលយើងនិយាយជាមួយមិត្តភ័ក្តិឈរជាមួយមិត្តភ័ក្តិហើយក៏លេចឃើញនារីណាម្នាក់ហើយគាត់មើលទៅគាត់ញញឹមញញែមរស់រាយអញ្ចឹងណាយើងថាឯងមើលនាងពិតជារស់រាយចាអូខេអញ្ចឹងប្រយោគហ្នឹងគឺចង់មានន័យបែបហ្នឹងអូខេអញ្ចឹងយើងចូលដល់ប្រយោគយើងបន្តទៀត金边是柬埔寨的首都金边是柬埔寨的首都金边是柬埔寨的首都ចឹង金边បកថាភ្នំពេញគឺជា柬埔寨ប្រទេសកម្ពុជាតរបស់首都ចា首都រាជធានីចាអញ្ចឹងប្រយោគនេះគឺគេចង់មានន័យថាភ្នំពេញជារាជធានីរបស់ប្រទេសកម្ពុជា